រឿងក៏ខ្លាចខ្មាស់គេគឺជាឃ្លាដែលបង្ហាញពីអារម្មណ៍នៃការភ័យខ្លាចនិងការវាយតម្លៃរបស់មនុស្សផ្សេងទៀតអារម្មណ៍នេះអាចប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃជាពិសេសក្នុងការធ្វើអ្វីថ្មីឬបញ្ចេញមិត្តខ្លួនឯងអត្ថន័យនៃក៏ខ្លាចខ្មាស់គេខ្លាចខ្មាស់គេគឺមានន័យថាខ្លាចឲ្យគេអួតខ្លាចគេជេរខ្លាចគេយល់ច្រឡំខ្លាចគេមើលងាយខ្លាចគេចោទប្រកាន់ឬនិយាយថាខ្លួនយើងមិនល្អឧទាហរណ៍នៃការខ្លាចខ្មាស់គេមនុស្សម្នាក់ចង់បង្ហាញស្នាដៃខ្លួនតាមបណ្ដាញសង្គមប៉ុន្តែមិនស្ទើរធ្វើព្រោះខ្លាចថាអ្នកដទៃនឹងរិះគន់សិស្សម្នាក់ចង់សួរចំពោះគ្រូពាក់ព័ន្ធនឹងមេរៀនប៉ុន្តែខ្លាចគេថាគឺឆ្កួតឬមិនឆ្លាតផលប៉ះពាល់នៃការខ្លាចខ្មាស់គេបង្ហាប់សក្តានុពលខណ្ឌឱកាសថ្មីជួយបង្កើនអារម្មណ៍អវិជ្ជមានចំពោះខ្លួនឯងតើធ្វើដូចម្តេចដើម្បីឈ្នះការខ្លាចខ្មាស់គេ 1. ចាប់ផ្ដើមពីអ្វីតូចសាកល្បងធ្វើអ្វីដែលបង្ហាញខ្លួនបន្តិច 2. ចងចាំថាមនុស្សគ្រប់រូបមានការខ្លាចផងដែរ 3. រៀនទទួលការរិះគន់ការរិះគន់ល្អអាចជួយអភិវឌ្ឍខ្លួន 4. ស្វែងយល់ពីតម្លៃខ្លួនឯងពេលយល់ថាខ្លួនមានតម្លៃអារម្មណ៍ខ្លាចនឹងបាត់បង់បើអ្នកចង់ឲ្យខ្ញុំសរសេរជារឿងខ្លី short story ឬក៏សំណើចខ្លីអំពីក៏ខ្លាចខ្មាស់គេក៏ខ្ញុំអាចជួយបានចង់ឲ្យខ្ញុំបន្តជារឿងស្រាប់ទេ